សួស្តីលោកគ្រូនេះជាវីដេអូ demo ទាក់ទងទៅនឹងការ install Ubuntu Linux server Ubuntu server អញ្ចឹងមុននឹងការតឡើងអញ្ចឹងយើងអាចតឡើងវាបាននៅលើ VirtualBox ឬក៏នៅលើ VMware ផ្ទាល់ក៏បានដែរអញ្ចឹងមុននឹងតឡើងវាយើងត្រូវការមើល requirement តើ OS មួយហ្នឹងវាត្រូវការ requirement នៃខ្លះព្រោះវាប្រើប្រាស់នៅ command ជា Ubuntu server ហ្នឹង live server ហ្នឹងគឺប្រើប្រាស់នៅ command អញ្ចឹងវាអត់សូវការទាមទារនៅ graphic ខ្លាំងឬក៏ space ធំនោះទេអញ្ចឹង processor វាត្រូវការតែនេះគឺ maximum គឺ minimum មានន័យថា minimum request គឺ request តូចហើយ mesh តូចຂະຫນាតតូចនេះគឺគេ recommend ឲ្យយើងអញ្ចឹងយើងអាចយកអានេះក៏បានដែរនេះ recommend requirement អញ្ចឹងយើង processor 2 GHz ហើយ RAM 2G disk space គឺ24 GB ចំណែក SSD គឺ64 bit អញ្ចឹងយើងត្រូវតែមាន file នេះយើងមាន ISO file ដើម្បីធ្វើការ install នៅ Ubuntu server បានអញ្ចឹងយើងចូលទៅកាន់ VirtualBox ទាំងអស់គ្នានេះគឺជា VirtualBox ដែលធ្លាប់បានបង្កើតពីមុនម្ដងហើយអត់ទៅមក record video អញ្ចឹងយើងត្រូវការrecord មួយសារទៀតអញ្ចឹងយើងចូលមកកាន់ new create ហើយកន្លែងនេះគឺជាឈ្មោះមានន័យថាជាឈ្មោះ host name បើសិនជាហ្នឹងហើយឈ្មោះ host name អញ្ចឹងកន្លែងនេះយើងដាក់មកថា su.u ទុកហើយតើ folder ដែលយើងចង់ដាក់ OS ហ្នឹងនៅត្រង់ចំណុចណាអញ្ចឹងយើងអាចមកដាក់វានៅក្នុង drive D មក drive E តិច semester 2ត្រង់កន្លែង Linux ហើយ su.u នេះហើយបន្តទៀតគឺយើងធ្វើការ select នៅ ISO file image ដែលយើងមាន OS វាហើយនេះយើងធ្លាប់ធ្វើពីមុនមកគឺវាទៅនៅក្នុង recently use ឲ្យយើងកន្លែងនេះចុច next អញ្ចឹងមកដល់កន្លែងនេះយើងអាចធ្វើការដាក់ username ហើយជាមួយនឹងការធ្វើការ password អញ្ចឹងយើងដាក់មកថា John Smith name John J.O. ហើយ password គឺយើងដាក់អូខេ password នេះគឺអូខេ45អូខេឥឡូវនេះយើងចង់ធ្វើការ rename សារតិចមកដែរហើយយើងចុច next ទៀតមកកន្លែងនេះគឺ base memory អញ្ចឹងយើងអាចយកទៅ processor គឺ1ក៏បានដែរ processor អញ្ចឹងយើងយកគេ recommend មកហើយនេះយើងអាចនឹងវាដូចទៅនឹង requirement គេហើយគឺ 25G ចុច next នេះគឺ summary តទៅនឹងអ្វីដែលយើងបានជ្រើសរើសបានមិញយើង finish មកអញ្ចឹងយើងអាច adjust វាបានថែមទៀតដោយអាចចូលនៅ setting យើងអាច adjust នៅ display វាអូខេយើងចង់ long box open មកហើយយើងធ្វើការ show វាមកនេះអូខេយើងចូលទៅ setting ដើម្បីមើលសិនយើង close វាសិនយើងធ្វើការ close វាសិនចាំយើងបើកនៅពេលក្រោយទៀតអូខេនេះជាម៉ាស៊ីនដែលយើងបានបង្កើតមិញ server Ubuntu ហ្នឹងអញ្ចឹងយើងអាចចូលមក setting ដើម្បីធ្វើការ adjust បន្ថែមទៀតបានត្រង់កន្លែងនេះយើងដក floppy ចេញទៅយើងអត់ប្រើ floppy ទេហើយ
Ok chứ dương ai vừa kè just bán nơi tròn cái lại setting ní dương ai time the RAM rồi có time the em xem trên bán tham gia đầm rơi cao và dưới dương ban đạo vi chung hỏi để đi ok trước những thua ca start video ní interface bộ viết này vì start món mà đó ní vì ao dương thua ca chơi nó phía sáng cứ dương dương phía sáng lễ một tiết dương ai nhằm để vía trong lòng bên này dương install nó có bán rồi có dương continue đòi mình cảm đến các bạn đấy ok កន្លែងនេះគឺឲ្យយើង select នៅ keyboard សម្រាប់ធ្វើការ detect layout នៅក្នុង click ពេលអញ្ចឹង layout យើងយកភាសាអង់គ្លេស variant យើងយកភាសាអង់គ្លេសដែរយើងដានមកអូខេនេះវា connect ទៅកាន់ internet របស់យើងយកដានទៀតមកដល់កន្លែងនេះគឺយើងជាប្រភេទជា proxy យើងទៅមុខទៀតបន្តទៀតហើយមកដល់កន្លែងនេះយើងធ្វើការ select អញ្ចឹងយើងដានទៀតមកនេះវា summary យើងគឺយើងដានហើយយើង continue កន្លែងនេះយើងវាឲ្យយើងធ្វើការដាក់ឈ្មោះនៅជំនុំ server របស់យើងដាក់ឈ្មោះចងCandy server name Candy J or P username server name server name web server cái này pick a username នេះយើងអាចដាក់ថា Candy JO យើងត្រូវការដាក់ the password done install open as a serverយើងដល់ទៀតមកនេះវាដំណើរការ install នៅ system វិញយើងនឹងធ្វើការស្កប់តិចព្រោះវា take time ដែរកន្លែងនេះចឹងមកដល់កន្លែងនេះវាធ្វើការ install complete ហើយចឹងយើងអាច concern update ហើយយើង reboot វាយ៉ាងម្ដងកន្លែង reboot ហ្នឹងក៏វារៀងយូរគួរសមដែរធ្វើការ stop ហ្នឹងនេះគឺជាផ្ទាំង interface មួយទៀតបន្ទាប់ពីយើងធ្វើការ reboot ហើយអញ្ចឹងវាឲ្យយើងធ្វើការ login អញ្ចឹងដំបូងគឺយើងប្រើប្រាស់នៅ username របស់យើងអូខេអញ្ចឹង login យើងប្រើប្រាស់នៅ username របស់យើងគឺ
my password វានេះគឺយើងអាចចូលចេញនៅក្នុងការ install នៅ Ubuntu server ហើយយើងមួយទៀត sudoជាយើងធ្វើការ update upgrade នៅ install pancake គឺយើងប្រើប្រាស់នៅ command គឺ sudo add upgrade ឬក៏ update យើង update មានថាយើង refresh នៅ pancake list យើងធ្វើការប្រើប្រាស់នៅ command មួយហ្នឹងដើម្បី refresh នៅ pancake list របស់យើងជាង sudo update ជាងយើងវាទាមទារឲ្យយើងធ្វើការinput នៅ password invalid operation អូខេជាងយើងធ្វើការយើងខុស comment up date អញ្ចឹងវីដេអូនេះឈានដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានមើលវីដេអូនេះក៏ដូចជាមនុស្សទាំងអស់ហើយទាក់ទងទៅនឹងការ install នៅ Ubuntu server ហ្នឹងគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណសម្រាប់ការទស្សនាលោកគ្រូ